សួស្តីបងប្អូនទាំងអស់គ្នាក្នុងបណ្ដាញសង្គម YouTube ស្វាគមន៍មកកាន់ Channel Sun Official បងប្អូនទាំងអស់គ្នានេះខ្ញុំមានវីដេអូខ្លីមួយសម្រាប់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាពីរបៀបនៃការបិទនៃការជួលដំណឹងនៅក្នុងកម្មវិធីជ្រោមដែលជាការបិទនៃពាណិជ្ជកម្មមួយដែលវាផ្ញើសារមកយើងអត់បានការឬមួយក៏ចេញជាពាណិជ្ជកម្មហ្គេមឬមួយក៏អាហារភារជាដើមហើយរបៀបនៃការបិទនោះគឺងាយស្រួលមែនទេបងប្អូនទាំងអស់គ្នាគ្រាន់តែយើងចូលមកកាន់ setting មកបងប្អូនទាំងអស់គ្នាបន្ទាប់មកទៀតបងប្អូនទាំងអស់គ្នា scroll មកខាងក្រោមមកបងប្អូនទាំងអស់គ្នាជ្រើសរើសពាក្យថាការគ្រប់គ្រងកម្មវិធីបន្ទាប់មកទៀតបងប្អូន scroll មកក្រោមបន្តិចហើយបងប្អូនជ្រើសរើសពាក្យថាកម្មវិធីគ្រប់គ្រងការអនុញ្ញាតបន្ទាប់មកទៀតបងប្អូនជ្រើសរើសកន្លែងសញ្ញាកណ្ដឹងដែលដាក់ថាការជួលដំណឹងបន្ទាប់មកទៀតបងប្អូនកលេចមើលខាងក្រោមនេះទី2គឺកន្លែងដែលយើងត្រូវកំណត់វាទី3បងប្អូននេះកន្លែងជ្រោមគឺកន្លែងដែលយើងត្រូវថាបិទការជួលដំណឹងបងប្អូនជួយពីលើវាមកហើយបងប្អូនគ្នាកន្លែងមកខាងលើនេះពីដាក់ពាក្យថាការអនុញ្ញាតជួលដំណឹងកន្លែងនេះគឺយើងបើកអញ្ចឹងបើសិនជាយើងចង់បិទការជួលដំណឹងពីកម្មវិធីជ្រោមគឺគ្រាន់តែយើងចុចបិទវាមកជាការស្រេចបងប្អូនគ្នាហើយមួយទៀតឬមួយក៏យើងមិនចង់ចូលទៅកម្មវិធីបងប្អូនអាចជ្រើសរើសអាចចុចup កន្លែងកម្មវិធីជ្រោមមកបងប្អូនចុចកន្លែងសញ្ញាមួយនេះមកនេះវានឹងលោតចូលកន្លែងកម្មវិធីជ្រោមឲ្យយើងកំណត់ដូចគ្នាមិញហើយនេះគឺយើងបានបិទបើកវាមកហើយយើងត្រូវការបិទវាមកបងប្អូននេះគឺជាការស្រេចងាយស្រួលបងប្អូនគ្នាហ្នឹងហើយវីដេអូនេះក៏មានតែប៉ុណ្ណឹងបងប្អូនគ្នាហើយបើសិនចូលចិត្តនៅវីដេអូនេះផងដែរសូមជួយចុច like subscribe ផងដែរបងប្អូនគ្នាអរគុណច្រើន